សម្រាប់តាក់ទងមួយការតឡើងអត់ប្រហែលបងប្អូននេះបងប្អូនពេលនេះមកបងប្អូនចាប់ជើងចេះមកចាប់ជើងមុនណាបន្ទាប់មកនេះវាមានកលាក់វាចេះបងប្អូនសោកវាផ្លាត់ទៅផ្លាក់ណាហើយនេះអែមមកនេះខ្ញុំយកមកដាក់ផ្ទះនៅសក់ស្ងាត់ព្យុតល្អហ៎ឡើងអែមហ៎ឃើញរៀងប៉ុណ្ណឹងស្អាតហើយបន្ទាប់មកនេះយើងមានដុំភ្លើងគេព្រីដុំភ្លើងឲ្យមួយដែរអញ្ចឹងយើងដោតចូលដល់ព្រីភ្លើងទៅហើយបងប្អូនហើយខ្សែវានេះដូចជាបាន5ម៉ែត្របងប្អូនអូមួយទៀតបងប្អូនខ្ញុំភ្លេចប្រាប់កាមេរ៉ានេះជាកាមេរ៉ា Wi-Fi អញ្ចឹងដើម្បីឲ្យមាន record តើបងប្អូនដាក់ memory ហើយ memory វាគឺបងប្អូនកាច់ចឹងមកប៉ុន្តែពេលកាច់កុំឲ្យដោតភ្លើងខ្ញុំអត់ឲ្យបងអត់ recommend ឲ្យបងប្អូនដោតភ្លើងពេលកាច់ទេព្រោះវាអាចតាក់ទងមួយmotor វាខ្លាចវាមានបញ្ហាអញ្ចឹងបងប្អូនដកភ្លើងសិនចាំកាច់ឲ្យបងប្អូនស្កានេះស្កាហ្នឹងមកស្កាមកបងប្អូននេះស្កាមកនេះកន្លែង slot dot memory នេះបងហើយអានេះប៊ូតុង reset អញ្ចឹងពេលយើង set up ខុស set អីយើង reset ឡើងហ្នឹងមកតែបើសិនជាអត់មានការនៅចាំបាច់កុំ reset អីបងប្អូនខ្ញុំអត់នេះបងប្អូនខ្ញុំធ្វើការដោតភ្លើងចូលហើយអញ្ចឹងអត់មានអីពិបាកតឡើយបងប្អូនយកទៅដុំភ្លើងហ្នឹងមកដោតដូចចូលហើយដោតភ្លើងទៅតបមកបងប្អូនចាំបន្តិចព្រោះអីវារៀងយឺតបន្តិចពេលវានេះពេលវាដើរចឹងពេលដោតចូលភ្លាមគឺវាចេញបែបនេះអូខេចឹងនៅពេលដែលវាចេញភ្លើងចឹងហើយយើងអាចចូលទៅ app វាចូលទៅ app ព្រោះកាមេរ៉ាហ្នឹងមកហើយ connect វាមួយ Wi-Fi ទៅអូខេបងប្អូនយើងអាចប្រើបានដែរ